សូមក្រុមជំរាបសួរពុកម៉ែបងប្អូនទាំងអស់គ្នាបាទថ្ងៃនេះយើងខ្ញុំទាំងអស់គ្នាកំពុងតែនៅស្តង់របស់សមាគមអាជីវកម្មស្វាយកំពង់ស្ពឺបាទដែលយើងមកចូលរួមក្នុងកម្មវិធីពិព័រណ៍ពាណិជ្ជកម្មកម្ពុជាអ៊ីតាលីលើកទី2ថ្ងៃនេះផងដែរក៏មានកិត្តិយសដែលបានអ្នកគ្រូឈិនចម្រើនដែលជាម្ចាស់សមាគមអាជីវកម្មស្វាយបានចូលរួមនៅក្នុងស្តង់ផ្ទាល់តែម្ដងបាទហើយឆ្លៀតឱកាសនេះក៏អ្នកគ្រូក៏មានជាមួយនឹងមេនុយភេសជ្ជៈសុខភាពថ្មីដែលកែច្នៃផ្ទាល់បាទគឺច្នៃចេញពីតែស្វាយតែម្ដងបាទចាថ្ងៃនេះដែរសមាគមស្វាយដែលដឹកនាំដោយនាងខ្ញុំតឈិនចម្រើនចាពំនាំយកនៅផលិតផលតែសាក់ស្វាយមកចូលរួមកម្មវិធីពិព័រណ៍អ៊ីតាលីកម្ពុជាលើកទី2ចានៅមជ្ឈមណ្ឌលសន្និបាតកោះពេជ្រចានៅថ្ងៃទី5ដល់ថ្ងៃទី7ផងដែរយើងបានបង្កើតនៅរូបមន្តថ្មីមួយទៀតសម្រាប់ជូនពុកម៉ែបងប្អូនទាំងអស់គ្នាគឺក្នុងឆ្នាំ2026នេះគឺតែសាក់ស្វាយរសជាតិក្រូចឆ្មាចាចឹងមកថាកន្លងមកគឺពុកម៉ែបងប្អូនបានភ្លក់ហើយជាមួយនឹងរសជាតិដ៏ឆ្ងាញ់ឈ្ងុយឆ្ងាញ់របស់តែស្លឹកស្វាយរបស់យើងបាទតែដោយឡែកថ្ងៃនេះគឺអ្នកគ្រូផ្ទាល់គឺនឹងយកតែស្លឹកស្វាយនេះមកច្នៃទៅជារូបមន្តថ្មីមួយសម្រាប់ជាភេសជ្ជៈសម្រាប់ញ៉ាំជាប្រចាំថ្ងៃបានអញ្ចឹងណាបាទចង់ដឹងថាតើភេសជ្ជៈនេះរបៀបធ្វើយ៉ាងណាទៅទស្សនាជាមួយនឹងអ្នកគ្រូទាំងអស់គ្នាបាទចាជាបឋមសម្រាប់តែភេសជ្ជៈស្លឹកស្វាយនេះដែលយើងធ្វើជំនួសឲ្យតែក្រូចឆ្មាពីដើមទីប្រទេសកម្ពុជាយើងចូលចិត្តប្រើតែជ្រក់មិនដាច់តែជ្រក់ឥឡូវនេះយើងអាចប្រើប្រាស់តែស្លឹកស្វាយជំនួសតែជ្រក់បានចាយើងជាបឋមយើងត្រូវតែយកស្លឹកស្វាយមកសម្ងួតបន្ទាប់មកទៀតយើងយកវាមកកិនចាមកកិនដើម្បីវាមាត់ចាវាមាត់ហើយយើងយកមកឆុងនឹងទឹកចានឹងទឹកវាបានទៅជាពណ៌រាងដូចនេះចាបន្តមកទៀតយើងចាប់ផ្ដើមដាក់លាយចាជាមួយនឹងក្រូចឆ្មាយើងប្រើប្រាស់ ingredient មួយទៀតមានក្រូចឆ្មាជាមួយនឹងទឹកខ្មុំចាអញ្ចឹង ingredient ដែលយើងប្រើនៅពេលនេះមានតែ3មុខទេដែលយើងយកមកប្រើប្រាស់មានតែស្លឹកស្វាយជាមួយនឹងក្រូចឆ្មាជាមួយនឹងទឹកខ្មុំយើងរៀបចំគ្រឿងផ្សំទាំង3មុខព្រមគ្នាហើយយើងនឹងចាប់ផ្ដើមអនុវត្តនៃការធ្វើតែក្រូចឆ្មារសជាតិស្លឹកស្វាយចានេះគឺសម្រាប់តែមួយកែវនេះមែនទេគ្រូចាសម្រាប់តែមួយកែវហ្នឹងអញ្ចឹងរូបមន្តមួយកែវគឺយើងប្រើប្រាស់ជាមួយនឹងតែឆុងស្រាប់បើយើងគឺប្រព័ន្ធនេះបងប្អូនណាបាទសម្រាប់បងប្អូនដែលចង់ធ្វើអាជីវកម្មក៏ដូចគ្នាដែរធ្វើលក់បានបាទធ្វើញ៉ាំក៏បានធ្វើលក់ក៏បានអញ្ចឹងរូបមន្តនេះគឺជារូបមន្តពិសេសបាទគឺជាភេសជ្ជៈដែលតម្រូវការចាំបាច់សម្រាប់ថែទាំសុខភាពសម្រាប់ប្រចាំថ្ងៃតែម្ដងបាទព្រោះអីគឺតកតងជាមួយនឹងគ្រឿងផ្សំរបស់យើងគឺសុទ្ធតែមានប្រយោជន៍ដល់មហិមាដល់សុខភាពមិនថាក្រូចឆ្មាមិនថាទឹកខ្មុំបាទចាជាបឋមយើងប្រើប្រាស់នៅទឹកក្រូចឆ្មាចំនួន1/3នៃកែវនេះចាអញ្ចឹងទឹកក្រូចឆ្មានេះទឹកក្រូចឆ្មាកូនខ្មែររបស់យើងបាទស្នាដៃកូនខ្មែរគឺអត់មានក្រូចឆ្មាមកពីណាទេបាទចាបន្តមកទៀតយើងប្រើប្រាស់ទឹកខ្មុំចាទឹកខ្មុំតែម្ដងអញ្ចឹងទឹកក្រូចឆ្មាប៉ុណ្ណេះចាហើយយើងប្រើប្រាស់ទឹកខ្មុំចំនួន1ស្លាបព្រាចា1ស្លាបព្រានេះចានឹងកូរវាចាកូរវាសពតែម្ដងចាធ្វើការកូរដើម្បីឲ្យរលាយទឹកខ្មុំចូលជាមួយនឹងក្រូចឆ្មាចាបន្ទាប់ពីយើងកូររួចហើយយើងចាប់ផ្ដើមដាក់ចានេះចូលតែម្ដងចាដាក់លាយចូលគ្នាបាទចាទឹកតែដែលយើងបានឆុងរួចចាបញ្ចូលគ្នាចាម្យ៉ាងដែរបាទស្រួលធ្វើងាយបាទងាយបងប្អូនណាបាទយើងនឹងទទួលបានតែសុខភាពបាទដែលមានរសជាតិឈ្ងុយឆ្ងាញ់បន្តមកទៀតយើងចាក់ទឹកកកចូលក្នុងកែវតេមួយចាតាមចំណូលចិត្តរបស់យើងអាចប្រើប្រាស់ទឹកកកចាតិចច្រើនអីដាក់តាមហ្នឹងអញ្ចឹងហើយបាទអូខេចាបន្តមកទៀតយើងចាក់តែដែលយើងបានលាយរួចចូលទៅក្នុងហ្នឹងតែម្ដងចាយើងនឹងបានភេសជ្ជៈមួយដែលមានឈ្មោះថាចាតែជ្រក់ស្លឹកស្វាយចាអូខេឥឡូវតាក់ទងមួយមនុស្សសុខភាពរបស់យើងគឺតែក្រូចឆ្មាទឹកខ្មុំគឺរួចរាល់ហើយតោះឥឡូវទៅភ្លក់ទាំងអស់គ្នាចែកគ្នាភ្លក់ចាអូខេអញ្ចឹងយើងអាចធ្វើការកូរដើម្បីឲ្យវាត្រជាក់កាន់តែខ្លាំងទៀតក៏បានដែរបាទសាក់មើលឆ្ងាញ់ទេប្លែកអត់ឈ្ងុយនិយាយទៅឈ្ងុយប៉ះឈ្ងុយខ្លាំងនិយាយទៅឈ្ងុយទឹកខ្មុំឈ្ងុយហើយតែស្វាយឈ្ងុយទៀតអញ្ចឹងឈ្ងុយកាន់តែខ្លាំងបាទហើយសម្រាប់រសជាតិវិញគឺមកល្មមបាទមិនផ្អែមមិនសាបគឺប៉ុណ្ណេះល្មមបាទ
តាបងប្អូនឃើញទេនេះបាត់ជាឆ្ងាញ់ណាស់ចាមនុស្សថ្មីរបស់សមាគមស្វាយចាតែឆ្ងាញ់ប៉ិត បាទអញ្ចឹងសម្រាប់បងប្អូនដែលចង់ញ៉ាំភេសជ្ជៈបាទតែស្លឹកស្វាយក្រូចឆ្មាទឹកឃ្មុំនេះអាចមកស្តង់បោះផ្ទះស្លឹកឃ្មុំបានបងប្អូនណាបាទបងប្អូនអាចញ៉ាំជាមួយនឹងឃ្មុំបានទៀតគឺកាន់តែ ពិសេស តែម្ដងបាទអរគុណពុកម៉ែបងប្អូនទាំងអស់គ្នាដែលបានតាមដានវីដេអូហើយអ្នកគ្រូនឹងបាទនឹងបង្ហាញជាមួយនឹងរូបមន្តភេសជ្ជៈជាបន្តទៀតបាទអញ្ចឹងអ្នកគ្រូមានន័យចង់ លើក្រោយយើងនឹងនាំយកនៅភេសជ្ជៈមួយមុខទៅពីរមុខបន្ថែមទៀតចាដើម្បីយកមកចែកជូនទៅបងប្អូនពុកម៉ែទាំងអស់ដើម្បីពិសារួមគ្នាចាសាកមើលរសជាតិមីនុយថ្មីចាសម្រាប់មីនុយនេះគឺយើងបានចេញលក់នៅលើទីផ្សារហើយគឺមានការគ្រប់គ្រងច្រើនចាបន្តិចទៀតយើងនឹងមានមីនុយថ្មីឬមួយឬពីរទៀតចេញនៅចុងខែហ្នឹងតែម្ដងចាបាទសូមអរគុណបាទសូមជម្រាបលាចារឿងរ៉ាវរបស់លោកអ្នកគឺជាចក្ខុវិស័យរបស់យើងខ្ញុំ